ខ្ញុំប្រកាសណាខ្ញុំបានអានអំពីការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបរទេសឯនោះដែលគេនិយាយបរិយាយនឹងវាហាក់ដូចជាចំណេះដឹងទូទៅប៉ុន្តែតាមបែបចិត្តវិទ្យាដែលគេលើកឡើងគេទៅសេនោះគឺគេទៅសេបរិយាយវែកញែកច្រើនអំពីគេហៅវិសមភាពផ្លូវចិត្តនេះគឺអាចធ្វើឲ្យមនុស្សខាតបង់ធ្វើឲ្យមនុស្សបាត់បង់ជំហរបាត់បង់ស្មារតីឬក៏វិសមភាពផ្លូវចិត្តនេះអាចធ្វើឲ្យមនុស្សទន់ជ្រាយបាត់បង់នៅអ្វីដែលជាជំហររបស់ខ្លួននិយាយទៅក្នុងបរិយាយចង់សំដៅទៅលើថាបើកាលណាមនុស្សមានវិសមភាពផ្លូវចិត្តនេះគឺធ្វើឲ្យចិត្តនឹងទន់ជ្រាយហើយភាកច្រើនគឺមិនបានទទួលផលចំណេញទេកាលណាមានវិសមភាពផ្លូវចិត្តនៅក្នុងចិត្តយើងហើយគឺវាធ្វើឲ្យខាតភាកច្រើនគឺខាតមិនបានផលចំណេញទេវិសមភាពផ្លូវចិត្តនោះគេបរិយាយច្រើនតាំងពីទំនាក់ទំនងលក្ខណៈបុគ្គលតាំងពីទំនាក់ទំនងបែបគ្រួសារតាំងពីទំនាក់ទំនងក្នុងសង្គមក៏ដូចជាទំនាក់ទំនងនៅទូទាំងប្រទេសទាំងមូលហើយជាទូទៅអ្នកនយោបាយនៅក្នុងប្រទេសនានានៅលើពិភពលោកនេះតែងតែយកវិសមភាពផ្លូវចិត្តគេហៅយុទ្ធសាស្ត្រតាមរូបមន្តវិសមភាពផ្លូវចិត្តនឹងយកទៅដាក់បន្ទុកលើប្រជាពលរដ្ឋដើម្បីទាញប្រជាពលរដ្ឋនឹងឲ្យមកឈរខាងខ្លួននេះអ្នកនយោបាយនៅទូទាំងពិភពលោកនឹងអញ្ចឹងឯងវិសមភាពផ្លូវចិត្តនឹងគេសំដៅលើអញ្ចេះឧទាហរណ៍ថាមនុស្ស2នាក់រាប់អានគ្នាធម្មតាអញ្ចឹងរាប់អានគ្នាស្រឡាញ់គ្នារាប់រកគ្នាជួយធុរៈគ្នាទៅវិញទៅមកនេះនិយាយសម្រាប់មនុស្ស2នាក់ប៉ុន្តែម្នាក់ទៀតនោះមកនិយាយម្នាក់ក្នុងចំណោម2នាក់ដែលជាមិត្តភក្តិនឹងនិយាយប្រាប់ថាឯងរាប់អានម្នាក់នឹងអត់ត្រូវទេរាប់អានគេឯណោះគេមានបានគេមានលុយចាយគេមានឡានជិះគេមានផ្ទះនៅគេធ្វើដល់ប្រធានក្រុមហ៊ុនឯណោះហើយឯងមករាប់អានជាមួយមនុស្សធម្មតាអញ្ចឹងវាអត់បានផលអីទេតាមពិតមនុស្ស2នាក់ហ្នឹងពីដំបូងរាប់អានគ្នាធម្មតាប៉ុន្តែដល់ពេលមានគេមកនិយាយបែបអញ្ចឹងវាកើតមានជាវិសមភាពផ្លូវចិត្តវិសមភាពមានន័យថាម្នាក់នេះមិនគ្រាន់បើជាងម្នាក់នោះទេគ្រាន់តែម្នាក់នឹងដែលប្រៀបធៀបម្នាក់នេះនឹងទៅម្នាក់ដែលគេនិយាយនោះគឺមានន័យថាម្នាក់នេះមានវិសមភាពផ្លូវចិត្តបាត់ហើយម្នាក់នឹងចាត់ទុកថាចាញ់ពាក់កណ្ដាលបាត់ទៅហើយដោយមិនទាន់ទាំងធ្វើអីផងគ្រាន់តែនឹកឃើញអូមែនឯងរាប់អានជាមួយគាត់នេះយូរហើយដូចអត់បានអីផងបើទៅរាប់អានជាមួយគាត់នោះប្រហែលគ្រាន់បើជាងជារឿងមួយទៅជីវិតគ្រួសារក៏អញ្ចឹងដែរបាទជីវិតគ្រួសារក៏អញ្ចឹងដែរតាមពិតប្តីប្រពន្ធនៅជាមួយគ្នាដល់កូន4កូន5ទៅហើយបាទរស់នៅជាមួយគ្នាសុខសាន្តមានកូន4កូន5នាក់ទៅហើយមានន័យថាគ្រប់យ៉ាងខ្លួនឯងទទួលយកបានប៉ុន្តែមានគេនោះមកនិយាយថាហ្នឹងប្តីឯងអត់ចំណាប់ទេណូប្តីគេណូបានគេចំណាប់គេមានការងារធំគេរកស៊ីធំគេមានលុយចាយច្រើនប្រពន្ធគេនោះគេល្អ
គ្រាន់តែគេនិយាយចឹងមកប្រពន្ធខាងនេះមានវិសមភាពផ្លូវចិត្តមានន័យថាខ្លួនឯងប្តីរបស់ខ្លួនឯងមិនស្មើនឹងគេទេបើប្រៀបធៀបនឹងគេចាញ់ឆ្ងាយណាស់អញ្ចឹងខ្លួនឯងអន់ណាបាទខ្លួនឯងអន់ណាដែលមានប្តីធន់អញ្ចឹងបើមានប្តីធន់គេនោះបានខ្លាំងគ្រាន់តែចាប់ផ្ដើមប្រៀបធៀបប្តីឯងនឹងប្តីគេនោះមានន័យថាប្រពន្ធនេះចាញ់ពាក់កដាលហើយដោយមិនទាន់ធ្វើអីទេពីព្រោះចិត្តមានវិសមភាពហើយមានន័យថាចិត្តលែងស្មើហើយចិត្តលែងស្មើហើយទោះបីជារស់នៅជាមួយគ្នាមានកូន4 5ហើយក៏ដោយក៏ពេលនេះចិត្តមានបុព្វលាចិត្តលែងប្រកក្តីជាមួយប្តីខ្លួនឯងអន់ជាងប្តីគេហើយអ្នកនយោបាយច្រើនប្រើយុទ្ធសាស្ត្រហ្នឹងគឺចង់និយាយថាបើគេឈ្នះគេនឹងមានគ្រប់យ៉ាងទាំងអស់ចំណែកអ្នកនៅជាមួយអ្នកឈ្នះនេះគឺអត់បានការទេអ្នកនឹងមិនបានប្រយោជន៍ទេហើយគេនិយាយទៀតរហូតដល់ប្រជាពលរដ្ឋមានវិសមភាពផ្លូវចិត្តបាទមានវិសមភាពផ្លូវចិត្តថ្លឹងថ្លែងប្រជាពលរដ្ឋចាប់ផ្ដើមថ្លឹងថ្លែងមានន័យថាចាញ់ពាក់កណ្ដាលហើយប្រជាពលរដ្ឋនឹងឯងអ្នកចាញ់ហើយអ្នកនយោបាយយកតែយុទ្ធសាស្ត្រនឹងឯងចឹងបានជានៅពេលបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះគឺមានក្រមជ្រុលនិយមមួយក្រមនៅក្រៅប្រទេសនោះបាទមានក្រមជ្រុលនិយមមួយក្រមនៅក្រៅប្រទេសនោះកំពុងតែផ្សព្វផ្សាយពីបែបអញ្ចឹងផ្សព្វផ្សាយប្រៀបធៀបដូចខ្ញុំកាលណាខ្ញុំបាននិយាយពីប្តីប្រពន្ធមិញអញ្ចឹងប្តីឯងនឹងមិនចំណាប់ទេប្តីគេនោះបានចំណាប់ឬខ្លួនគេនោះបានចំណាប់អញ្ចឹងប្រពន្ធចាប់ផ្ដើមមានវិសមភាពផ្លូវចិត្តថ្លឹងថ្លែងប្តីគេល្អជាងប្តីឯងទោះបីជានៅពេលតាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ននេះគ្រួសារនេះរស់នៅជាមួយប្តីពឹងផ្អែកលើប្តីខ្លួនឯងក៏ដោយក៏ប្រពន្ធចាប់ផ្ដើមមានអារម្មណ៍ដែរ